ជាដំបូងក្រុមទី10យើងខ្ញុំសូមធ្វើការគោរពជំរាបសួរទៅកាន់លោកគ្រូជាងវិធីដែលជាលោកគ្រូបង្រៀនរូបវិទ្យានៃឆ្នាំមូលដ្ឋាននៅដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍និងអេឡិចត្រូនិកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាមួយគ្នានេះដែរសមាជិកក្រុមទី10យើងខ្ញុំមានចំនួន5រូបគឺហានវិសារចនាខុនមនីបញ្ញាយៀងសុលីតាប៉ុនសុធានីនិងឈួនអ្នកស្មីជាមួយគ្នានេះដែរសមាជិកក្រុមទី10ទាំង5រូបរបស់យើងខ្ញុំនឹងធ្វើការបកស្រាយទៅលើប្រធានបទចំនួន5ដូចខាងក្រោមដោយទី1តកតងជាមួយនឹង Satellite Dish TV from the Moon ទី3 Wireless TV និង Radio ទី4 Cell Phone Remote និងទី5តកតងជាមួយនឹង Phone Call Timelapse ហើយចំណុចទី1តកតងជាមួយនឹង Satellite Dish ឬយើងអាចហៅខ្មែរបានថាចានផ្កាយរណបនឹងធ្វើការបកស្រាយដោយរូបនាងខ្ញុំខុតមនីបញ្ញាចំពោះ Satellite Dish គឺជាអង្គតែនរាងកោងឬរាងជាប៉ែតបូដែលត្រូវបានគេរចនាឡើងដើម្បីទទួលឬបញ្ជូនទិន្នន័យនិងសញ្ញាទូរទស្សន៍អ៊ីនធឺណិតវិទ្យុពីផ្កាយរណបដែលវិលជុំវិញផែនដីដោយចំពោះគ្រឿងបង្គុំសំខាន់ៗរបស់ចានផ្កាយរណបមានចំនួន5ដូចជាទី1អង្គតែនទី2ឧបករណ៍ចាប់សញ្ញាឬឧបករណ៍ពង្រីកសញ្ញា FS ទី3តកតងជាមួយឧបករណ៍ចាប់សញ្ញាទី4តកតងជាមួយនឹងឧបករណ៍ប្រេកង់អូឌីយ៉ូនិងទី5ឧបករណ៍បំពងសំឡេងដោយចំពោះឧបករណ៍ទាំង5នេះនឹងមានដំណើរការដោយទៅក្នុងរូបដែលយើងបានដាក់គឺទី1តកតងជាមួយនឹងអង្គតែនដែលអង្គតែនទទួលយករលកអេឡិចត្រូម៉ាញ៉េទិកចំពោះរលកអេឡិចត្រូម៉ាញ៉េទិកនេះដែរគឺជារលកដែលឆ្លងកាត់ដែលបង្កើតឡើងដោយដែនអគ្គិសនីនិងដែនម៉ាញ៉េទិកបន្ទាប់ពីអង្គតែនទទួលយករលកអេឡិចត្រូម៉ាញ៉េទិកហើយតួនាទីបន្ទាប់គឺចូលដល់ឧបករណ៍ពង្រីក FS និងដែលធ្វើការជ្រើសរើសប្រេកង់ដែលចង់បាននិងពង្រីកសញ្ញាវិទ្យុហើយបន្តមកទៀតចូលដល់ទី3គឺឧបករណ៍ចាប់សញ្ញាឬឧបករណ៍បំបែកដែលធ្វើការសន្ទសញ្ញាអូឌីយ៉ូចេញពីរលកផ្ទុកបន្តមកទៀតគឺចូលដល់ទី4តកតងជាមួយនឹងឧបករណ៍ពង្រីកប្រេកង់អូឌីយ៉ូដែលធ្វើការពង្រីកសញ្ញាអូឌីយ៉ូហើយទី5ជាចុងក្រោយគឺតកតងជាមួយនឹងឧបករណ៍បំពងសំឡេងដែលធ្វើការបំលែងសញ្ញាអគ្គិសនីឲ្យទៅជាសំឡេងហើយខាងក្រោមនេះគឺជារូបចានផ្កាយរណបដោយភាគច្រើនចំពោះចានផ្កាយរណបនៅក្នុងប្រទេសកម្ពុជាឬនៅតាមជនបទគឺយើងអាចឃើញចានផ្កាយរណបនៅតាមផ្ទះណាដែលមានទូរទស្សន៍ដែលភាគច្រើនគឺយើងប្រើប្រាស់វាជាឧបករណ៍ដើម្បីផ្ដល់សញ្ញាទៅកាន់ទូរទស្សន៍របស់យើងដើម្បីអាចឲ្យយើងមើលរូបភាពនិងឮសំឡេងអំពីទូរទស្សន៍នោះបានដែលភាគច្រើនយើងតែងតែឮគេហៅវាថាអង្គតែនបន្តមកទៀតគឺយើងចូលដល់របៀបដែលអង្គតែននឹងធ្វើការដោយចំពោះអង្គតែនដូចយើងបាននិយាយខាងលើមកអញ្ចឹងគឺអង្គតែនទទួលរលកអេឡិចត្រូម៉ាញ៉េទិកដែលយើងហាក់សរសេរកាត់ EM ហ្នឹងដែលរលកអេឡិចត្រូម៉ាញ៉េទិកហ្នឹងគឺកើតឡើងពីដែន2គឺដែនអគ្គិសនី ជាមួយនឹងដែនម៉ាញ៉េទិក B បន្ទាប់ពីទទួលបានរលកអេឡិចត្រូម៉ាញ៉េទិកហើយគឺអង្គតែនហ្នឹងធ្វើការឆ្លើយតបចម្បងទៅនឹងដែនអគ្គិសនីដោយបង្កើតចរន្តឆ្លាស់តូចមួយដូចយើងបានមើលនៅក្នុងរូបភាពខាងក្រោមអញ្ចឹងគឺបន្ទាប់ពីអង្គតែនទទួលបានដែនអគ្គិសនីហើយគឺវាធ្វើការបង្កើតចរន្តដើម្បីឆ្លើយតបទៅនឹងហើយចរន្តនោះក៏បានបញ្ជូនទៅកាន់សៀវខ្វីគ្រឿងទទួលបន្តមកទៀតគឺចូលទៅដល់តកតងទៅនឹងការដោះស្រាយលំហាត់ដោយប្រធានលំហាត់គឺគេចង់បានជំហានរលកដែលត្រូវបានបញ្ជូនទៅស្ថានីយ៍វិទ្យុនៅប្រេកង់ចំនួន 100.1 MHz ចំពោះការដោះស្រាយយើងមានរូបមន្តលន្ដាស្មើ CLF ដែលលន្ដាគឺជាជំហានរលក C គឺជាល្បឿនពន្លឺហើយប្រេកង់គឺជា F ដោយល្បឿនពន្លឺស្មើនឹង3គុណ10ស្វ័យគុណ8ម៉ែត្រក្នុង1វិនាទីឯប្រេកង់ស្មើនឹង 100.1 MHz ដែលយើងបែរទៅជាវិនាទីបាន1គុណ10ស្វ័យគុណ8វិនាទីស្វ័យគុណ11ដោយយើងត្រូវការបំបែកប្រេកង់ឲ្យទៅជាវិនាទីហ្នឹងដើម្បីសួរសម្រួលជាមួយនឹងល្បឿនពន្លឺបន្តមកទៀតយើងក៏យកល្បឿនពន្លឺចែកជាមួយនឹងប្រេកង់នោះយើងនឹងទទួលបានលន្ដាបន្ទាប់ពីយើងធ្វើការចែករួចយើងទទួលបានលន្ដាចំនួន3ម៉ែត្រហើយលន្ដានេះឯងគឺជាជំហានរលកដែលគេចង់បានដូច្នេះជំហានរលករបស់យើងគឺស្មើនឹង3ម៉ែត្របន្តមកទៀតគឺចូលទៅដល់ការបកស្រាយរបស់មិត្តរបស់ខ្ញុំជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះឈុតរស្មីមកពីក្រុមទី10និយាយអំពីព្រឹត្តិការណ៍ TV On the Moon ហើយឥឡូវនេះយើងចូលដល់ប្រធានបទយើងថ្មដូចយើងបានដឹងអញ្ចឹងការចុះចតលើផ្ទៃប្រច័នដំបូងចាប់ផ្ដើមថ្ងៃទី20ខែកក្កដា1969គឺជាការចុះចតនៅថាច័ន្ទលើកដំបូងរបស់មនុស្សនៅលើផ្ទៃប្រច័នដោយការចុះចតហ្នឹងមាន3នាក់តែខ្ញុំអត់បានលើក2នាក់លោក2នាក់គាត់មកខ្ញុំលើកតាលោកនាងអាំស្រងមកថាជាអ្នកបានចន់លើផ្ទៃប្រច័នដំបូងគេអញ្ចឹងណាហើយបេសកកម្មហ្នឹងដោយអាប៉ូឡូទី11ពីយើងនិយាយអំពីការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ហ្នឹងនៅលើថាមច័ន្ទត្រូវ
បានសម្រាប់យ៉ាងល្បីល្បាញអំឡុងពេលសកកម្ម Apollo ទី11ហើយនេះគឺជារូបហ្នឹងហើយ live TV អត់ប្រមូលនេះគឺជារូបហ្នឹងហើយគេនិយាយពីមួយទៀតម្យ៉ាងនិយាយមួយទៀតការបញ្ជូនសញ្ញាត្រូវបានបញ្ជូនចម្ងាយជាង 2000 ម៉ាយល៍ទៅកាន់ផែនដីដោយប្រើចានប៉ាកាបូលធំៗនៅលើស្ថានីយ៍ដូចជារដ្ឋកាលីហ្វ័រញ៉ានិងអូស្ត្រាលីអញ្ចឹងហើយចំណុចទី2មានតែប៉ុណ្្នឹងទេហើយយើងចូលដល់ចំណុចទី3ហ្មងទៅចំណុចទី3គេនិយាយអំពីបច្ចេកវិទ្យាកាមេរ៉ាហើយដែលកាមេរ៉ាយកមកថត live TV ឲ្យប្រមូលហ្នឹងគេប្រើកាមេរ៉ាអញ្ចឹងហើយកាមេរ៉ាហ្នឹងនេះមើលខ្លួនឯងនេះរូបហ្នឹងបច្ចេកវិទ្យាកាមេរ៉ាប្រើប្រាស់កាមេរ៉ាសខ្មៅដែលត្រូវបានរចនាឡើងជាពិសេសដែលមានទំហំតូចនិងរឹងម្យ៉ាងទៀតបានបញ្ចូលព័ត៌មាននិងរូបភាពផ្សេងតាមរយៈទូរទស្សន៍ scan យឺតទៅកាន់ផែនដីដោយសារពេលហ្នឹងបច្ចេកវិទ្យាទៅខ្លាំងគេប្រើកាមេរ៉ាហ្នឹងចឹងចំណុចទី3ក៏មានប៉ុណ្ណឹងដែរចូលចំណុចទី4ចំណុចទី4គេនិយាយអំពីការបំលែងសញ្ញាដោយប្រើតែកាមេរ៉ាដំណើរការក្នុងអត្រាស៊ុលខុសគ្នា10ស៊ុលក្នុង1វិនាទីជាទូរទស្សន៍ស្តង់ដារ30 Watt ឧបករណ៍បំលែង scan ពិសេសមួយត្រូវបានប្រើស្ថានីយ៍ដៃរបស់ NASA ដើម្បីបង្ហាញវីដេអូអញ្ចឹងហើយអាកន្លែងនេះត្រូវបង្ហាញយ៉ាងតែសរសេរខអក្សរខ្វះមួយខ្វះសបអញ្ចឹងលោកគ្រូហើយនេះគឺជារូបកាមេរ៉ារបស់ NASA ហ្នឹងហើយចំណុចទី5គឺជាចំណុចចុងក្រោយគេនិយាយពីគុណភាពវីដេអូវីដេអូដំបូងមានពណ៌សខ្មៅជាមួយនឹងអត្រាស៊ុត10 fps ដោយក្រោយមកត្រូវបានធ្វើដោយប្រសើរឡើងទៅជាពណ៌ដូចជាក្នុង Apollo ជាបន្តនេះជារូបទីទូរទស្សន៍ហ្នឹងអញ្ចឹងណាហើយវីដេអូហ្នឹងអានេះគឺជាលោកអ្នកអាំប្រងកំពុងចូលលើផ្លេចចានភាពមើលឃើញរូបភាពផ្ទាល់ដំបូងមានភាពស្រអាប់បញ្ជារត់ចុះក្រោមប៉ុន្តែត្រូវបានកែលម្អដើម្បីបង្ហាញពីលោកអ្នកអាំប្រងកំពុងជន់លើផ្លេចចានហើយចំណុចទី5ខ្ញុំមានតែប៉ុណ្្នឹងទេលោកគ្រូហើយតែប៉ុណ្្នឹងទេជាសួរនិងសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះងៀនសុរិតាជាសមាជិកនៃក្រុមទី10ឥឡូវយើងចូលដល់ចំណុចបន្ទាប់នៃ chapter ទី22ដែលនិយាយទាក់ទងនឹង wireless TV and radio មុនចូលដល់ wireless TV and radio ខ្ញុំចង់ introduce ពី wireless communication សិនដែល wireless communication ហ្នឹងគឺជាការបញ្ជូនព័ត៌មានដូចជាសំឡេងរូបភាពវីដេអូឬក៏ data ផ្សេងដោយមិនប្រើប្រាស់ខ្សែកាបអុបទិកអីទេតែវាប្រើប្រាស់ electromagnetic wave ដូចជា radio wave microwave ឬក៏ infrared ជាដើមវាអាចបើនិយាយទាក់ទងនឹង wireless TV និង radio វិញគឺភាគច្រើនគឺប្រើប្រាស់ប្រភេទ radio wave ដែលវាអាចភ្ជាប់ឧបករណ៍បានរយៈចម្ងាយជិតឬក៏ឆ្ងាយតែវាអាចមាន limit របស់វាទៅតាមប្រភេទនៃ wireless communication ហ្នឹងខ្ញុំមើលរូបភាពហ្នឹង wireless communication type ចឹងក្នុងរូបភាពហ្នឹងមាន5ប្រភេទនៃ wireless communication ទី1គឺ Bluetooth វាអាចបញ្ជូនបានចន្លោះពី10ទៅ100គីឡូម៉ែត្រហើយ Wi-Fi បញ្ជូនចន្លោះពី50ទៅ100ម៉ែត្រអង់តែនអាចបញ្ជូនពី2ទៅ10គីឡូម៉ែត្រឬក៏អង់តែនមួយទៀតនេះប្រភេទមួយនេះអាចបញ្ជូនពី2ទៅ15គីឡូម៉ែត្រចំពោះ satellite ឬក៏ផ្កាយដំណប់ហ្នឹងវាអាចបញ្ជូនបាន around the world ជុំវិញពិភពលោកហ្មងហើយតែកន្លែងណាទីប្រជុំជនឬក៏មានអង់តែនគឺអាចបញ្ជូនបានហ្មងគឺគ្រប់ហ្មងយើងចូលដល់ចំណុចបន្ទាប់គឺដំណើរការនៃ wireless communication អញ្ចឹងដំបូងគឺ sender convert data into signal អញ្ចឹងយើងមើលរូបភាពតាដែររូបភាពទី1ហ្នឹងគឺនិយាយពី sender គាត់ convert
បញ្ជូនចង់បញ្ជូន message ទៅកាន់អ្នកនេះអញ្ចឹងគាត់ក៏ convert data ហ្នឹងទៅជា signal ឬក៏ហៅម្យ៉ាងទៀតថា encode ពេលដែល data ហ្នឹង convert ទៅជា signal ហើយ signal ហ្នឹងក៏ត្រូវធ្វើដំណើរនៅក្នុងខ្យល់ក្នុងទម្រង់គឺជារលកតបមក receiver ក៏ capture យក signal ហ្នឹងហើយក៏ decode ឬក៏ convert signal ហ្នឹងទៅជាmessage វិញអញ្ចឹង receiver ហ្នឹងក៏ទទួលបាន message ដែល sender ផ្ញើឲ្យហើយ sender ហ្នឹង receiver ហ្នឹងក៏ចង់ send message ទៅទៀតអញ្ចឹងដំណាក់កាលហ្នឹងក៏ត្រឡប់ទៅត្រឡប់មកដូចតែយើង communication ទៅមកអញ្ចឹងដល់ពេលឥឡូវយើងចូលដល់ចំណុចបន្តមកទៀតគឺចំណុចរបស់យើងហ្មងគឺ wireless radio អញ្ចឹងខ្ញុំនៅ wireless radio គឺជាបច្ចេកទេសមួយដែលបញ្ជូនរលកសំឡេងដំបូងគេបំផុតដោយមិនប្រើប្រាស់ខ្សែចម្លងទេតែវាប្រើប្រាស់ wireless automatic wave គឺដំណាក់កាលនៃការដំណើរការវាគឺប្រើប្រាស់ wireless communication ដូចតែបាននិយាយមកអញ្ចឹង wireless radio system មានពីរផ្នែកទី1គឺ transmitter convert sound និង data ទៅជា radio signal and broadcast ហ្នឹងគឺវាជូនទៅឧបករណ៍ផ្សេងៗទៀតក្នុងពេលតែមួយតបមក receiver pick up the signal and convert it back into sound or data ខ្ញុំមានរូបភាពមួយដែលនិយាយពី step នៃ wireless radio work អញ្ចឹង step ទី1 wireless start ចេញពី radio stereo ដែល radio stereo ហ្នឹងក៏ចាប់ផ្ដើម generate voice ឬក៏ music ទៅហើយវាក៏បញ្ជូនទៅ tower ឬក៏អង្តែនហ្នឹង radio signal sent to the transmitter and broadcast through the tower using radio wave តបមកទៀត signal ហ្នឹងក៏បញ្ជូនទៅអង្តែនផ្សេងៗទៀតតាមរយៈខ្យល់ step ទី3ហ្នឹងគឺវាធ្វើដំណើរនៅក្នុងខ្យល់ឬក៏ក្នុង space ដែលក្នុងតម្រងគឺជា radio wave ទូទៅគេប្រើ radio wave សម្រាប់ wireless radio ឬក៏ TV ហ្នឹងឯងចឹង radio wave ហ្នឹងគឺជាប្រភេទនៃ electromagnetic wave ហ្នឹងពេលវាធ្វើដំណើរមកដល់អង្តែននេះradio អង្តែននេះក៏ចាប់យកសញ្ញាហ្នឹងហើយក៏សញ្ញាហ្នឹងពីខ្យល់ហើយក៏បញ្ជូនទៅ វិទ្យុនេះ radio receiver នេះ radio receiver ហ្នឹងក៏ convert audio ហ្នឹងទៅជាសំឡេងដែល stereo ហ្នឹងបញ្ជូនមកអញ្ចឹងខ្ញុំមាន diagram ប្លុក diagram ពី transmitter និង receiver ហ្នឹងដើម្បីកាន់តែស៊ីចម្រៅជាងមុនបន្តិចដោយដំបូងនិយាយពី transmitter អញ្ចឹង sound យើងនិយាយដាក់ micro អញ្ចឹងយើងក៏បង្កើតបានទៅជា sound wave ពេលយើងនិយាយហ្នឹងក៏បង្កើតបានជា sound waves តបមក microphone ហ្នឹងក៏ចាប់យករលកសញ្ញាហ្នឹងក៏ convert sound ហ្នឹងឲ្យទៅជា audio signal ឬក៏ electrical signal ហ្នឹងពេលបង្កើតបានទៅជា audio signal ឬក៏ electrical signal ហ្នឹងហើយ amplitude frequency ច្រឡំ audio frequency amplifier ក៏ចាប់ផ្ដើម boost ជាមួយនឹង electrical signal ហ្នឹងឲ្យវាមាន frequency
ខ្លាំងជាងមុនដែលជួយឲ្យរលកសញ្ញាហ្នឹងចាប់វាអាចធ្វើដំណើរបានរយៈចម្ងាយឆ្ងាយតមកទៀតវាក៏ចាប់ផ្ដើម make ជាមួយនឹង radio frequency វាចូលចាប់ផ្ដើម make ជាមួយនឹង radio frequency or carrier ឬក៏ carrier ហ្នឹងដែលដំណាក់កាលហ្នឹងគេហៅថាដំណាក់កាល modulation ដែលវាចាប់ផ្ដើម generate ឲ្យទៅជាសញ្ញាថ្មីមួយទៀតដែលផ្លាស់ប្ដូរ frequency របស់រលកសញ្ញាចាស់ហ្នឹងហើយក៏វាពូតជាមួយនឹង radio amplifier ម្ដងទៀតហើយក៏បានបញ្ជូនទៅ transmit ក៏បញ្ជូនទៅអង់តែនហើយដាច់រូបនេះគឺជាដំណាក់កាលនៃដំណាក់កាលកន្លែងនេះអញ្ចឹងរូបរលករលកទី1ហ្នឹងគឺជារលករបស់ program diode ឬក៏ RDO ហ្នឹងហើយរូបទី2គឺជារលករបស់ carrier ហ្នឹងអញ្ចឹងរលកទាំងពីរហ្នឹងបញ្ចូលគ្នាបង្កើតបានជារលកថ្មីមួយទៀតហៅថា total signal ឬក៏ FM ហ្នឹងអញ្ចឹងនៅពេលដែលរលកទាំងពីរហ្នឹងបញ្ចូលគ្នាវាបានទៅជារលកថ្មីមួយនេះហើយរលកហ្នឹងគេហៅថា modulated signal ឬក៏ frequency modulation ហ្នឹងតមកវាក៏បញ្ជូនទៅអង់តែនហ្នឹងហើយហ្នឹងគឺជាដំណាក់កាលនៃការបញ្ជូនតមកដំណាក់កាលទី2គឺ receive អង់តែនទទួលហើយ RF tuner and amplifier ក៏បង្កើតបានដូចជា radio frequency signal demodulator ឬក៏បំលែងខ្លួនទៅជា audio signal ហើយ audio signal ក៏ពូតជាមួយនឹង audio frequency amplifier ដែលធ្វើឲ្យ frequency ហ្នឹងខ្លាំងជាងមុនហើយក៏មកចេញមក micro ដែលយើងស្ដាប់ឮហ្នឹងអញ្ចឹងដំណាក់កាល receiver ហ្នឹងជាដំណាក់កាលបំលែងខ្លួនទៅជាទម្រង់ដើមវិញបំលែងពីសញ្ញាទៅជាសំឡេងដើមដែលយើងបាននិយាយដាក់ micro ហ្នឹងតែវាបញ្ចេញមកតាម speaker ហ្នឹងចូលដល់ចំណុចបន្ទាប់ type of radio type of radio មាន2មានទី1 amplitude ឬក៏ AM amplitude គឺជាការផ្លាស់ប្ដូរ amplitude AM ឬក៏ amplitude modulation ហ្នឹង change the strength ឬក៏ amplitude ហ្នឹង of the signal to carry information មានសមីការ YT ស្មើ AT sin 2 pi up t ហើយវាអាចបញ្ជូនបានរយៈចម្ងាយឆ្ងាយក៏ប៉ុន្តែសំឡេងមានគុណភាពនៃសំឡេងហ្នឹងគឺទាបជាទូទៅប្រើទៅពេលដែលយើងផ្សាយព័ត៌មានចេញពីវិទ្យុ FCMC ដែលអត់ត្រូវការសំឡេង quality សំឡេងខ្លាំងឯងតមក FM ឬក៏ frequency modulation change the frequency of the signal to carry information ចឹង YT សមីការវាមានរបស់វាគឺ YT ស្មើ A sin 2 pi up នៃ t គុណ t ហ្នឹងតែវាអាចបញ្ជូនបានត្រឹមរយៈចម្ងាយចិត្តទេតែបើ quality សំឡេងរបស់វាគឺល្អជាង amplitude amplifier ហ្នឹងអញ្ចឹង amplitude modulation ឬក៏ frequency modulation ហ្នឹងគឺប្រើប្រាស់នៅក្នុង radio wireless radio ហ្នឹងឯងតែជាទូទៅគេប្រើ frequency modulation ដោយសារសំឡេងវា
ល្អគុណភាព quality សំឡេងវាល្អតើមកចូលដល់ចំណុចបន្ទាប់គឺ wireless television ឬក៏ wireless TV ហ្នឹងដោយ wireless TV mean transmitting television signal video audio through the air using radio wave without cable or wire ចឹងចំណុច wireless TV គឺជាការបញ្ជូនព័ត៌មានដូចជារូបភាពនិងសំឡេងឬក៏វីដេអូហ្នឹងដោយអត់ប្រើប្រាស់ cable ទេតែវាប្រើប្រាស់ radio wave ចឹង wireless TV ខុសពី wireless radio ត្រង់ថា wireless TV អាចបញ្ជូនបានទាំងសំឡេងនិងរូបភាពតែពេល wireless radio គឺបញ្ជូនបានត្រឹមតែសំឡេងទេតែចឹងដំណើរការនៃ wireless TV ដំណើរការនៃ wireless TV គឺដូចគ្នាទៅនឹង wireless radio អញ្ចឹងគ្រាន់តែវាដូចនិយាយមិនចឹងគឺខុសគ្នាត្រង់ថាវាអាចបញ្ជូនទាំងរូបភាពនិងសំឡេងទេតែបើដំណើរការវាគឺដូចគ្នាដោយ signal ដំណើរការដំបូងគឺ signal send as electromagnetic wave ហើយ received by antenna ឬក៏ satellite dish ហើយ convert into imaging or and sound ចឹងខ្ញុំមានរូបនេះដើម្បីមកបង្ហាញដោយដំបូងគឺមិញគឺ start ចេញពី radio station ពេល wireless TV គឺ start ចេញពី TV station ដោយដំបូងគឺ generate TV station generate the signal generate រូបភាពឬក៏សំឡេងហ្នឹងទៅជា electromagnetic wave ហើយក៏ broadcast tower the signal transmit through the broadcast tower ហើយធ្វើដំណើរតាមរយៈខ្យល់ហើយអង់តែនទូរទស្សន៍ក៏ចាប់យករោគសញ្ញាហ្នឹងពីក្នុងខ្យល់ហើយក៏បញ្ជូនទៅទូរទស្សន៍ process signal ហ្នឹងហើយ display the picture convert back to picture និង sound ហ្នឹងដែលយើងអាចមើលឃើញទាំងរូបភាពនិងសំឡេងស័ព្ទនិងសំឡេងអញ្ចឹងដំណាក់ការនៃ wireless TV ហ្នឹងគឺវាដូចគ្នាទៅនឹង wireless radio មិនអញ្ចឹងចូលដល់ចំណុចចុងក្រោយ conclusion radio and TV use wireless communication information is transmitted via electromagnetic wave and technology allow us to receive information instantly at home នៅសរុបមកវិញទាំង wireless radio and wireless TV គឺប្រើប្រាស់មធ្យោបាយនៃរបស់ wireless communication ដែលអាចអនុញ្ញាតឲ្យយើងបញ្ជូនព័ត៌មានពីឧបករណ៍មួយទៅកាន់ឧបករណ៍មួយផ្សេងទៀតឲ្យអត់ប្រើប្រាស់ខ្សែចម្លងដូចជា cable អីទេតែវាប្រើប្រាស់ electromagnetic wave ដូចជា radio wave ជាដើមអញ្ចឹង technology ហ្នឹងអាចឲ្យយើងទទួលបានព័ត៌មានបើទោះបីជាយើងនៅក្នុងផ្ទះឬក៏នៅទីកន្លែងណាផ្សេងទៀតក៏ដោយក៏យើងអាចបញ្ជូនព័ត៌មានឬក៏តាក់ទងគ្នាបានក្នុងរយៈចម្ងាយជិតអ្នកចម្ងាយឆ្ងាយដោយអត់បាច់មានខ្សែអីញ៉ៃទេអញ្ចឹងចំណុចនៃ wireless TV and radio គឺមានតែប៉ុណ្្នឹងហើយសូមអរគុណសម្រាប់ការស្ដាប់របស់អ្នកទាំងអស់គ្នាជាដំបូងខ្ញុំសូមធ្វើការគោរពដល់លោកគ្រូឈីមវិធីនៃខ្ញុំឈ្មោះហាន់វិសារចនាមកពីក្រុមទី10ដែលបានមកបកស្រាយនៅប្រធានបទដែលមានចំណងជើងថា cell phone and remote បើយើងនិយាយទូរស័ព្ទទៅ cell phone ហ្នឹងអាចប្រៀបបានដូចជាទូរស័ព្ទដៃរបស់យើងអញ្ចឹងរួមមានទំនាក់ទំនងគ្នាព្រោះវាជាឧបករណ៍ដែលបញ្ជូនព័ត៌មានបញ្ជូនសារឬក៏ទទួលសញ្ញាអីមួយដែលប្រើរលកវិទ្យុអញ្ចឹងទូរស័ព្ទអស់ហ្នឹងវាមានដូចជាទូរស័ព្ទអត់ខ្សែឬក៏ទូរស័ព្ទចល័តរបស់យើងជាដើមអញ្ចឹងបើចំណែក remote វិញគឺវាជាឧបករណ៍សម្រាប់បញ្ជាដែរដូចជាសោឡានឬក៏ឡានបញ្ជាគឺសម្រាប់ឧបករណ៍ដែលបញ្ជាពីចម្ងាយដែលប្រើប្រេកង់វាទាបជាង cell phone ទេព្រោះតែឧទាហរណ៍ដូចប្រដាប់ក្មេងលេងគឺយើងប្រើពី27ដល់75ចំណែកអក្សរដុតវិញគឺយើងពីប្រើពី300ទៅដល់400តែបើសិនជា cell phone គឺយើងអាចនឹងលុបនឹងទៀតអញ្ចឹងសរុបជារួមមកគឺឧបករណ៍
ទាំងពីរហ្នឹងគឺប្រើផ្សេងគ្នាហើយប្រេកង់ក៏ផ្សេងគ្នាដែរដូច cell phone និង remote គឺជាឧទាហរណ៍ច្បាស់ហ្មងទាំងពីរឧបករណ៍ហ្នឹងគឺប្រើ AM wave ដូចគ្នាប៉ុន្តែវាមានគោលបំណងនិងប្រេកង់ខុសគ្នាដូចជា remote គឺយើងទៅប្រើប្រេកង់របស់វាដែលត្រូវប្រើហ្នឹងគឺវាតិចជាង cell phone គឺយើងត្រូវប្រើប្រេកង់ធំហើយគោលបំណងរបស់វាគឺខុសគ្នាទាំងអស់ហ្មងចឹង cell phone គឺជាឧបករណ៍ដែលយើងអាចទំនាក់ទំនងឆ្ងាយគ្នាដែលប្រើតាមរលកវិទ្យុចំណែក remote គឺជាឧបករណ៍សម្រាប់បញ្ជាដូចជាសោឡានឬក៏ឡានបញ្ជារបស់ក្មេងលេងចឹងទៅជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកនិយាយអំពី phone call timeline ដំបូងយើងត្រូវយល់ដឹងពីនិយមន័យអំពី phone call timeline នឹងជាមុនថាវាមានន័យដូចម្ដេច phone call timeline នឹងមានន័យថាការពន្យាពេលក្នុងការផ្ទេរសំឡេងនៅពេលហៅទូរស័ព្ទដែលជាញឹកញាប់បណ្ដាលមកពីបញ្ហាបណ្ដាញកកស្ទះនៃ Wi-Fi ឬក៏សេវាអ៊ីនធឺណិតជាដើមហើយដើម្បីដោះស្រាយយើងអាចសាកល្បងបិទ Wi-Fi ឬក៏បិទទូរស័ព្ទដើម្បីសម្រាកនៅកម្មវិធីចាស់ៗដែលយើងបានប្រើជាមុនដើម្បីឲ្យទូរស័ព្ទរបស់យើងនឹងវាដើរលឿនជាងមុនហើយយើងមានវិធីម្យ៉ាងទៀតគឺយើងផ្លាស់ទីទៅកន្លែងមួយដែលមានសេវាអ៊ីនធឺណិតល្អជាបន្ទាប់យើងចូលមកដល់ slide ទី2 slide ទី2នេះមានន័យថាមូលហេតុទូទៅនៃការយឺតយ៉ាវរបស់ទូរស័ព្ទរបស់យើងនោះយើងចូលមកដល់ចំណុចខាងក្រោមនេះគឺមានន័យថាបណ្ដាញមិនស្ថិតស្ថេរសញ្ញាទូរស័ព្ទរបស់យើងនឹងវាខ្សោយហើយបណ្ដាញរបស់យើងខ្សោយនោះគឺវាបណ្ដាលមកពី Wi-Fi កកស្ទះឬក៏បញ្ហាអ៊ីនធឺណិតនឹងជាដើមបច្ចុប្បន្នយើងប្រើអ៊ីនធឺណិត 5G តែអ្នកខ្លះនៅប្រើ 4G ដោយសារថាវាមានកម្រិតបញ្ចូលទាបតែវានៅអាប់ដេតពីមួយចំនួនទៅមួយចំនួនទៀតយើងចូលមកដល់ចំណុចកន្លែងនេះគឺ device performance គឺមានន័យថាកម្មវិធីដំណើរការនោះនៅពីក្រោយច្រើនហើយកម្មវិធីប្រព័ន្ធចាស់ៗនៅក្នុងទូរស័ព្ទយើងច្រើនយើងអត់បានលេងចឹងហើយវាធ្វើឲ្យដំណើរការទូរស័ព្ទរបស់យើងនោះវាដើរយឺតទោះជាអ៊ីនធឺណិតយើង 5G 4G យ៉ាងណាក៏ដោយក៏វានៅតែដើរយឺតដែរចូលមកដល់ចំណុចខាងក្រោមនេះគឺ routine delay គឺមានន័យថាការហៅត្រូវបានបញ្ចូលតាមក្រុមហ៊ុនបណ្ដាញជាច្រើនឬក្នុងករណីអាជីវកម្មតាម SIP pattern SIP នោះគឺមានន័យថាគឺជាបច្ចេកវិទ្យាមួយដែលប្រើអ៊ីនធឺណិតដើម្បីភ្ជាប់ប្រព័ន្ធទូរស័ព្ទជាមួយនឹងបណ្ដាញទូរស័ព្ទដើម្បីធ្វើការហៅទូរស័ព្ទ voice call ដើម្បីជំនួយដល់ខ្សែទូរស័ព្ទធម្មតាយើងចូលមកដល់ចំណុចចុងក្រោយគឺជំហានដោះស្រាយបញ្ហាយើងចូលមកដល់ចំណុចខាងក្រោមនេះគឺការបិទឬបើកការហៅទូរស័ព្ទតាម Wi-Fi ការបិទឬបើកការហៅទូរស័ព្ទតាម Wi-Fi នេះនៅក្នុងការកំណត់ឲ្យភាសាល្បមដោយការប្រើប្រាស់ទូរស័ព្ទតែប៉ុណ្ណោះគឺមានន័យថាយើងត្រូវតែប្រើប្រាស់អ៊ីនធឺណិត 4G ឬក៏ 5G ព្រោះឥឡូវយើងអាប់ដេតដល់ 5G ហើយនៅពេលដែលយើងប្រើ Wi-Fi នៅពេលដែលមានមនុស្សច្រើនវាអាចធ្វើឲ្យ Wi-Fi នឹងមានការរអាក់រអួលហើយពេលយើងចេញទៅណាមកណា Wi-Fi នឹងក៏វាអាចកាន់ទូរស័ព្ទយើងបានរហូតដែរគឺយើងត្រូវតែប្រើអ៊ីនធឺណិតដើម្បីមានភាពងាយស្រួលនិងមានភាពរលូនចំមុខបានដោយគ្មានការរអាក់រអួលហើយយើងចូលមកដល់ចំណុចខាងក្រោមនេះគឺ restart device គឺមានន័យថាការចាប់ផ្ដើម delete នៅឧបករណ៍ចាស់ៗហើយកម្មវិធីដែលចាស់ៗដែលយើងមិនចាំបាច់ហ្នឹងគឺយើងត្រូវតែ delete ដើម្បីឲ្យកម្មវិធីទូរស័ព្ទរបស់យើងនឹងវាដំណើរការហើយអ៊ីនធឺណិតហ្នឹងក៏វាមានភាពប្រសើរជាងមុនដែរបន្ទាប់គឺ clear cache មានន័យថាលុបឃ្លាំងសម្ងាត់មានន័យថាការលុបឃ្លាំងសម្ងាត់ហ្នឹងគឺយើងត្រូវតែលុបនៅកម្មវិធីដែលចាស់ៗដែលវាមិនសំខាន់សម្រាប់យើងហើយយើងត្រូវតែdownload នៅកម្មវិធីណាដែលជំនួយដល់សេវារបស់យើងហើយវាធ្វើឲ្យសេវារបស់យើងនឹងមានការដើរលឿនជាងមុនហើយគ្មានការរអាក់រអួលហើយយើងត្រូវ clear ថាកម្មវិធីណាដែលមិនសំខាន់ហើយកម្មវិធីណាដែលសំខាន់យើងទុកនៅក្នុងទូរស័ព្ទរបស់យើងហើយយើងចូលមកដល់ចំណុចបន្ទាប់នេះគឺចំណុច change signal គឺមានន័យថាពិនិត្យមើល signal ដែលត្រូវប្រកាសថាឃ្លាំងមានការតភ្ជាប់ខ្លាំងនិងមានស្ថិរភាពមានន័យថាតែអ៊ីនធឺណិតនិង Wi-Fi គឺយើងភ្ជាប់ក្នុងទូរស័ព្ទរបស់យើងនឹងគឺវាមានស្ថិរភាពស្ថិរនៅក្នុងទូរស័ព្ទរបស់យើងវាមិនអាចលោតទៅ 4G ផង 5G ផងគឺវានៅតែស្ថិរដូចជាយើងប្រើថ្ងៃហ្នឹង 5G ចឹងហើយស្អែកទៀតគឺមានតែ 5G នោះមកដល់ចំណុចបញ្ចប់នៃ slide របស់យើងសរុបសេចក្តីមកដើម្បីឲ្យទូរស័ព្ទដំណើរការបានល្អនឹងយើងត្រូវប្រើប្រាស់ Wi-Fi និងបណ្ដាញអ៊ីនធឺណិតដូចជា 4G ឬក៏ 5G ដើម្បីឲ្យវាមានល្បឿនលឿនជាងមុនហើយម្យ៉ាងទៀតយើងត្រូវតែផ្លាស់ទីទៅរកទីកន្លែងណាដែលមានសញ្ញាល្អហើយវាអ៊ីនធឺណិតវាដើរលឿនជាងមុនហើយប្រសើរជាងមុនជាចុងក្រោយសូមអរគុណដល់លោកគ្រូនិងសូមជម្រាបលាដល់លោកគ្រូផងដែរ